អ្វីដែលធ្វើឲ្យអតិថិជនត្រឡប់មកប្រើ UPG ម្ដងហើយម្ដងទៀតមិនមែនតម្លៃទេប៉ុន្តែជាគុណភាពនិងសេវាកម្មចាប់ពីការបញ្ជាទិញលើកដំបូងក្រុមការងារផ្នែកលក់យកចិត្តទុកដាក់ស្ដាប់តម្រូវការរបស់អតិថិជននិងបញ្ជាក់ឲ្យបានច្បាស់អំពីម៉ាកផលិតផលប្រភេទទំហំនិងបរិមាណការបញ្ជាទិញត្រូវបានបញ្ជូនទៅរោងចក្រនិងក្រុមត្រៀមទំនិញដើម្បីរៀបចំផលិតផលតាមដំណើរការដែលបានកំណត់មុនចេញដំណើរផលិតផលនិងការរៀបចំបញ្ជាទិញត្រូវបានពិនិត្យដើម្បីឲ្យទំនិញត្រូវតាមការបញ្ជាទិញបន្ទាប់មកក្រុមដឹកជញ្ជូនសម្របសម្រួលការបញ្ជូនទៅតាមទីតាំងនិងពេលវេលាដែលបានព្រមព្រៀងនៅទីតាំងគម្រោងផលិតផលត្រូវបានប្រើប្រាស់តាមតម្រូវការការងារហើយការគ្រប់គ្រងមិនបញ្ចប់ត្រឹមការលក់ទេមកស្ដាប់មតិពិតពីអតិថិជនដែលបានត្រឡប់មកបញ្ជាទិញម្ដងទៀតនេះយើងធ្វើវាតែ3សប្តាហ៍យើងកាត់ហើយអញ្ចឹងខ្ញុំរងចាំមើលត្រឹមតែ3ខែយើងធ្វើតេស្តដឹងគុណភាពទយោអញ្ចឹងនៅពេលដែលយើងដឹងច្បាស់ថាគុណភាពទយោវាអាចប្រើបាននៅក្នុងកម្រិតប៉ុន្មានអីប៉ុន្មានអាហ្នឹងខ្ញុំអាចប្រាប់ទៅក្នុងសហគមន៍ឲ្យគាត់យល់ថាអានេះទីបនេះគឺទីបអន់ខ្មែរយើងឯងនេះផលិតនៅស្រុកខ្មែរអត់ចាំបាច់ទៅនាំចូលទេអញ្ចឹងយើងប្រើផលិតផលផនខ្មែរយើងធ្វើស្បៃធ្វើស្អីនៅក្នុងផនខ្មែរយើងទាំងអស់មានន័យថាយើងនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋយើងគាត់មានគំនិតជួយដល់ខ្មែរយើងចង់និយាយថាកុំស្អីឡើងខ្មែរយើងធ្វើបានយើងមិនឲ្យតម្លៃណាខ្ញុំកន្លែងហ្នឹងមួយដែលខ្ញុំអត់ពេញចិត្ត